បងប្អូនរឿងអ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាកោតាគណៈបកប្រជាជនកម្ពុជានឹងជាមនុស្សចិត្តស្និទ្ធបំផុតម្នាក់របស់លោកហ៊ុនសែនហើយក៏ជាហັບប្រាក់សម្រាប់ជួយគណៈបកប្រជាជនកម្ពុជាជាដរាបរៀងមកនោះកុំភ្លេចថាលោកអ្នកអង្គការកុកអានគឺជាមហាសេដ្ឋីដ៏សម្បូរហូរហៀមានទ្រព្យច្រើនណាស់ក្រាលផ្លូវគេណាព្រោះអីលោកជាមនុស្សដែលយើងមិននឹកស្មានសោះថានៅពេលដែលមានបញ្ហាដុតទូតថៃកាលពីឆ្នាំ2003គឺគួរតែរដ្ឋាភិបាលទទួលខុសត្រូវចំពោះអំពើដុតបំផ្លាញទូតថៃនេះក៏ប៉ុន្តែអ្នកដែលចេញលុយរាប់សិបលានដុល្លារដើម្បីជួសជុលការខូចខាតគឺអ្នកអង្គការកុកអានបងប្អូនសាកគិតទៅមើលលុយរាប់សិបលានដុល្លារពីបុគ្គលឯកជនយកទៅជួយទូទាត់ទូតថៃដើម្បីដោះដូរអាសំទោសដើម្បីជួសជុលសំណងខូចខាតដែលវាកំទេចទូតថៃតើយើងទៅរកខ្មែរណាដែលមានបេះដូងម្លឹងទ្រាប់មហាសាលហើយយកទៅចេញថ្លៃឲ្យទូតថៃឲ្យខូចខាតឲ្យលោកគាត់ជាអ្នកចេញតើបានលុយនឹងមកពីណាសំណួរសួរតែចេះវិញបានលុយនឹងមកពីណាលុយច្រើនសន្ធឹកបែបនេះតើគាត់បានពីណាបានជាស្រឡាញ់ជាតិយ៉ាងនេះអីចឹងទៅយើងសប្បាយចិត្តដែរដែលមានមនុស្សស្រឡាញ់ជាតិយ៉ាងនេះប៉ុន្តែសំណួរសួរទៅវិញលុយបានមកពីណាដោយលោកត្រាំចឹងឯងបងប្អូនជាមហាសេដ្ឋីមានលុយពាន់លានដុល្លារតែជាទ្រព្យឯកជនរបស់គាត់រឿងក្រុមហ៊ុនយកលុយ400លានដុល្លារយកទៅជួសជុលអាគារមួយនៅសេតវិមានណាដែលជាអាគារដូចជាវិមានសម្រាប់សាលប្រជុំសម្រាប់ជាមុខមាត់របស់ជាតិនេះគេអត់ឲ្យធ្វើប៉ុណ្ណឹងលុយ400លានដុល្លារសោះហ្នឹងហើយមកធ្វើអីប៉ុណ្ណានៃដែលជាអាគារវិមាននៅសេតវិមានសម្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់យកទៅប្រើប្រាស់គ្រប់ប្រធានាធិបតីតែរដ្ឋាភិបាលចៅក្រមគេថាអត់មានត្រូវការលុយលោកត្រាំឯណាមកធ្វើវិមានធ្វើអីស្រេចក្បាលចិត្តទេគឺត្រូវឆ្លងកាត់រដ្ឋសភាហើយឲ្យរដ្ឋគេចេញលុយគេចេញអីហើយបានយកកប៉ៅបុគ្គលគេអរគុណហើយសមានចិត្តដល់ល្អប៉ុន្តែមិនមែនធ្វើអីតាមអំពើចិត្តទេព្រោះលុយច្រើនយ៉ាងនេះច្បាស់ជាមានស្អីមួយនាំឲ្យបញ្ហាមានអំពើពុករលួយឬក៏ទំនាស់ផលប្រយោជន៍អីផ្សេងព្រោះអីនៅក្នុងច្បាប់សូម្បីតែយើងជូនកាដូគេនៅក្នុងក្របខ័ណ្ឌជារដ្ឋការអីបើនៅអាមេរិកវិញតាម$20ឡើងតាម$25គឺចាត់ទុកជាអំពើពុករលួយហើយយើងអាចទៅចែកកាដូអីមិត្តភ័ក្តិអីឬសហការីយើងនៅកន្លែងធ្វើការអីលើសពី$20ទេនេះគឺជាអំពើពុករលួយអត់អាចយកជំនួនឬស្អីអញ្ចឹងបានណាហើយគេប្រយ័ត្នប្រយែងណាព្រោះអានេះជាសិលធម៌នៅក្នុងការងារប៉ុន្តែយើងវិញរាប់សិបលានដុល្លារធម្មតាចាត់ទុកថាជាវីរៈបរិះជួយជាតិជួយអីចឹងល្អហើយក៏ប៉ុន្តែសំណួរសួរថាបានលុយមកពីណាអញ្ចឹងទៅដល់ពេលជួយលុយរដ្ឋាភិបាលច្រើនអញ្ចឹងតើក្រុមហ៊ុនគាត់ធ្វើអីប្រទេសផ្ដាស់ឧទាហរណ៍អ្នកណាទៅហ៊ានប៉ះគាត់បើគេពឹបឡើងគេថាគេជួយលុយជាតិយើងច្រើនណាយើងទៅប៉ះពាល់គេហើយសួរថាគាត់ប្រព្រឹត្តខុសមែនយើងមិនដឹងហើយប៉ុន្តែហេតុអីបានជាគាត់ជួយលុយអីក៏សម្បើមមកគាត់ត្រូវឆ្នោតមែនអញ្ចឹងអាហ្នឹងឯងតែបង្កើតឲ្យមានមន្ទិលបងប្អូនហើយចិត្តល្អហើយក៏ប៉ុន្តែនៅក្នុងប្រព័ន្ធច្បាប់វាតតែមានតម្លាភាពវាតតែមានអីអញ្ចឹងហើយមានទៅលោកអ្នកអង្គការកុកអាននេះគាត់មានទ្រព្យសម្បត្តិមានក្រុមហ៊ុនមានអានកូមានអាគុតគង់ទឹកមានអាធនាគារពាណិជ្ជមានកាស៊ីណូ Crown មានអូយមកកណោក៏ដឹកទៀតហើយក្រុមហ៊ុនទាំងអស់នោះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកទាំងអស់នៅពេលនេះដែលគេដាក់នៅក្នុងបញ្ជីខ្មៅហេតុអីបានជាគេដាក់លោកកុកអាននៅក្នុងបញ្ជីខ្មៅដោយសារតែគេរកឃើញថាបនលបែងកាស៊ីណូធនាគារពាណិជ្ជនិងក្រុមហ៊ុនផលិតទឹកឬក៏ផ្គត់ផ្គង់ទឹកស្អាតអីទាំងអស់ហ្នឹងវាជាប់ពាក់ព័ន្ធគ្នាដោយសឡកពឹសក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញដូច្នេះគេគិតថាអាមេរិកចោទប្រកាន់លោកកុកអានជាមេបនលបែងគេស្ដេចលបែងមួយនៅប្រទេសកម្ពុជាថាស្ដេចឆបោកមិនមែនស្ដេចលបែងទេព្រោះដោយសារមានអាគារជួលឲ្យគេឬក៏គ្រប់គ្រងអាគារឬអីអាគារបនលបែងកាស៊ីណូនិងធនាគារអីនឹងឡាក់ក៏ប៉ុន្តែថ្ងៃនេះគឺយើងកម្រឮអ្នកអង្គការកុកអាននិយាយអីណាព្រោះមន្ត្រីរដ្ឋាភិបាលភាគច្រើនអ្នកដែលរងការចោទប្រកាន់អីសុកចិត្តនៅស្ងៀមជាជាងសដីទៅពីជ័យខ្ចីជាជាងទនេមាត់អានោះក៏ល្អដែរបើនិយាយច្រើនខុសច្រើនតែថ្ងៃនេះគឺសារព័ត៌មានវិទ្យុបារាំងនិយាយទៅវិទ្យុបារាំងជាភាសាខ្មែរ AFE បានសម្ភាសដកស្រង់សម្ដីអ្នកអង្គការកុកអានដោយផ្ទាល់តែម្ដងដែល AFE ថាជាការសម្ភាសដាច់មុខខ្ញុំស្រង់មតិខ្លះដោយក្នុងនោះខ្ញុំស្ដាប់ទៅឮលោកកុកអាននិយាយអន់ចិត្តនឹងអាមេរិកដែលដាក់ទណ្ឌកម្មលោកក្រុមហ៊ុនកាស៊ីណូធនាគារឬក៏ក្រុមហ៊ុនផ្គត់ផ្គង់ទឹកអីចឹងលោកថាការដាក់ទណ្ឌកម្មនេះគឺជារឿងដែលមិនយុត្តិធម៌ហើយជាអំពើធ្វើប្រទេសផ្ដាស់តាមតែអំពើចិត្តរបស់អាមេរិកគាត់ថាអាមេរិកធ្វើតែអញ្ចឹងតែមិនចូលចិត្តមិនពេញចិត្តណាធ្វើតាមអំពើចិត្តនេះគឺជាការការពារខ្លួនរបស់លោកកុកអានដោយលោកលើកឡើងថាលោកជាមនុស្សស្អាតស្អំទេបើលោកមិនមែនជាមនុស្សស្អាតស្អំមិនមែនប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកធ្វើជាសមាជិកព្រឹទ្ធសភាដល់ទៅ4អាណត្តិទេលោកថាបើលោកខុសអីហ្នឹងគឺច្បាស់ណាស់ប្រជាពលរដ្ឋបោះឆ្នោតទម្លាក់បាត់ទៅហើយអានេះគឺជាការលើកឡើងរបស់លោកមិនតែប៉ុណ្ណោះលោកថាក្រុមហ៊ុនដែលអាមេរិកដាក់ទណ្ឌកម្មមានច្រើនបានន័យថាអាមេរិកដាក់ទណ្ឌកម្មលោកកុកអានផងនិងក្រុមហ៊ុននឹងបកគលមួយចំនួនទៀតសរុបទៅ28ក្រុមហ៊ុនលោកថារាប់ទៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគាត់មានតែ5 6អីទេវាមិនមែនដល់20 30ទេ5 6ឬ1អីក៏ដោយវាសំខាន់គឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេលោកនិយាយថាសប្តាហ៍ថ្ងៃនេះគឺអ្វីៗប្រព្រឹត្តទៅដោយប្រក្រតីទេបើទោះបីមានទណ្ឌកម្មរបស់អាមេរិករដ្ឋាភិបាលកម្ពុជាអត់បានគិតថាគាត់ខុសច្បាប់អីព្រោះគាត់ក៏អត់មានខុសអីគាត់និយាយថាគាត់ជាមនុស្សស្អាតស្អំមិនដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស់ហើយក្រុមហ៊ុនហ្នឹងនៅបើកជាប្រក្រតីធនាគារពាណិជ្ជក៏បើកប្រក្រតីកាស៊ីណូក៏នៅបើកប្រក្រតីក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូហ្នឹងក៏នៅតែបើកប្រក្រតីបាទឥឡូវយើងសួរទៅវិញថានៅពេលដែលលោកកុកអានឆ្លើយដូចនេះតើបានប្រយោជន៍អីដល់លោកកុកអានដែរឬទេ
ហើយវាជួយស្ដារមុខមាត់កម្ពុជាបានប៉ុណ្ណានៅពេលដែលសម័យខ្លួនដែលរងការចោទប្រកាន់ឡើងមកបកស្រាយជាសាធារណៈអំពីទង្វើល្អអំពីសេចក្តីត្រឹមត្រូវអំពីអំពើសុចរិតរបស់គាត់ឡាក់នឹងឡាក់ខ្ញុំអាណិតលោកកុកអានណានិយាយទៅព្រោះអីយើងត្រូវចាំនៅពេលដែលមានការចោទប្រកាន់អីមួយគឺធម្មតាសម័យខ្លួនត្រូវតែឡើងមកការពារខ្លួនឯងវាមិនដែលអ្នកណាឡើងមកដាក់បន្ទុកខ្លួនឯងទេមិនអញ្ចឹងគឺគាត់ដូចថាយកឱកាសហ្នឹងដើម្បីឲ្យគាត់បានប្រាប់ពិភពលោកអំពីអ្វីដែលជាការពិតដែលមានតែខ្លួនគាត់ទេដែលអាចនិយាយបានមិនអញ្ចឹងហ៎អញ្ចឹងអាការចោទប្រកាន់ហ្នឹងគឺគាត់ច្រានចោលទាំងអស់តែថាគាត់ធ្វើអំពើផ្សេងទាំងកាស៊ីណូទាំងអីផ្សេងដែលគេរកឃើញហ្នឹងសុទ្ធតែសុចរិតហើយគាត់ទៅគិតជួយការពារដល់អ្នកអង្គការលីយ៉ុងផាត់ទៀតហ៎អ្នកអង្គការលីយ៉ុងផាត់ក៏ត្រូវគេផ្ដន់ទោសឬក៏ថ្កោលទោសអញ្ចឹងដែរមិនទាន់ផ្ដន់ទោសទេរដ្ឋាភិបាលអាមេរិកហ្នឹងក៏គាត់ទៅការពារថាអាមេរិកធ្វើប្រេះផ្ដាស់តែអញ្ចឹងរៀលដាលដល់អ្នកអង្គការលីយ៉ុងផាត់អញ្ចឹងគាត់ក៏នៅតែគិតថាអ្នកញ៉ាលីយ៉ុងផាត់ក៏ជាមនុស្សសុចរិតខ្ញុំជឿថាការការពារខ្លួនគឺជាសិទ្ធិស្របច្បាប់របស់អ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាផងគឺនៅក្នុងការដែលតបទៅនឹងអ្វីដែលជាការចាត់ប្រកាន់ក៏ប៉ុន្តែតើនៅក្នុងដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះណាមួយយើងស្ដាប់ខាងភាគីចោទប្រកាន់គេចោទតាមប្រព័ន្ធតុលាការរដ្ឋាភិបាលគឺជំហរគេគឺរដ្ឋាភិបាលអាមេរិកមិនមែនតូចតាចទេហើយទៅបុគ្គលឯកជនរបស់លោកកុកអាននេះឡើងមកឆ្លើយដោះសារឬក៏បកស្រាយអីចឹងថាគាត់ស្អាតស្អំតែប៉ុណ្ណឹងរួចខ្លួនមែនតែបងប្អូនប្រជាពលរដ្ឋជឿលើលោកកុកអានថាគាត់និយាយមកហ្នឹងគាត់ស្មោះត្រង់អស់ពីពោះពងគាត់មែនតាមពិតគាត់អាចនិយាយស្មោះត្រង់ពីពោះគាត់ប៉ុន្តែតើបងប្អូនជឿគាត់ទេទម្ងន់នៃសក្ខីកម្មរបស់គាត់ហ្នឹងអាចជឿទេខ្មែរយើងខ្ញុំម្ដងទៀតខ្ញុំអត់ចាត់ទុកថាលោកកុកអានជាជនក្រិតឬក៏មានពិរុទ្ធអីទេគាត់នៅតែជាអ្នកដែលមិនទាន់មានដូចថាបត់ពិរុទ្ធឬអីទាំងអស់ដរាបណាតុលាការមិនទាន់រកឃើញថាគាត់មានពិរុទ្ធគាត់នៅតែជាមនុស្សស្អាតស្អំនៅក្នុងន័យការពារដោយច្បាប់ក៏ប៉ុន្តែពាក្យខ្មែរយើងណាតែងតែមានសុភាសិតឬក៏ពាក្យទំនៀមដែលគេនិយាយតគ្នាថាចោលវាមិនដែលនិយាយថាចោលទេព្រោះធម្មតាយករួចខ្លួនអញ្ចឹងតែខ្ញុំមិនតបប្រកាន់លោកកុកអានទេគាត់ចង់និយាយថាលោកខំប្រឹងបកស្រាយបែបនេះអ្វីដែលខ្ញុំអាសូរគឺបុគ្គលខ្លួនឯងមិនអាចឡើងមកសម្អាតខ្លួនឯងបានដោយការគ្រាន់តែបកស្រាយទេវាទាមទារឲ្យមានការស៊ើបអង្កេតពីស្ថាប័នរបស់រដ្ឋាភិបាលព្រោះរឿងលោកកុកអានមិនមែនជារឿងបុគ្គលឯកជនលោកកុកអានទេរឿងលោកកុកអានរឿងលោកលីយ៉ុងផាត់រឿងលោកហ៊ុនតូរឿងលោកស្អីក៏ដោយដែលពាក់ព័ន្ធនៅក្នុងដូច Gen Z អីចឹងគឺជារឿងរបស់ជាតិខ្មែរទាំងមូលព្រោះអស់លោកទាំងអស់នេះរកទទួលទាននៅប្រទេសកម្ពុជាទាំងសុចរិតទាំងទុច្ចរិតយើងអត់ដឹងក៏ប៉ុន្តែដោយសារមានការចោទប្រកាន់ចឹងមានមន្ទិលមានវិមតិសង្ស័យវាប៉ះពាល់ដល់កិត្តិយសជាតិរបស់ខ្មែរទាំងមូលដូច្នេះលែងជារឿងដោះស្រាយតែបុគ្គលលោកកុកអានឡើងមកដោះឥឡូវទៅសម្ភាសលោកលីយ៉ុងផាត់នឹងនិយាយថាអាមេរិកចិត្តតែចោទតែប្រដាស់ទៅសម្ភាសលោកហ៊ុនតូនឹងនិយាយដូចគ្នាទៅសម្ភាសលោក Gen Z នឹងនិយាយដូចគ្នាអញ្ចឹងបានន័យថាអានឹងឬជាយុត្តិធម៌សម្រាប់ពួកគាត់ឬក៏សម្រាប់អ្នកចោទប្រកាន់វាអត់មានទេវាត្រូវការប្រព័ន្ធស៊ើបអង្កេតមួយដើម្បីទី1ស្ដារមុខមាត់ប្រទេសកម្ពុជាផងទី2រកយុត្តិធម៌ឲ្យលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូឬក៏អ្នកណាទាំងអស់ដែលពាក់ព័ន្ធនឹងផងព្រោះបើយើងមិនដោះស្រាយបែបហ្នឹងមានប្រព័ន្ធតុលាការឯករាជ្យស៊ើបអង្កេតអីទុកឲ្យជនដែលជាជនសង្ស័យឆ្លើយដូច្នេះវាអត់បានប្រយោជន៍ទេវាគ្រាន់តែបានជាការដោះសារតែប៉ុណ្ណឹងខ្ញុំអាសូរខ្ញុំនិយាយទៅខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទាំងលោកសុកកុកអានទាំងលោកលីយ៉ុងផាត់ទាំងលោកហ៊ុនតូនិងអ្នកណាទាំងអស់ហ្នឹងហើយធ្វើការស៊ើបអង្កេតជាស៊ីជម្រៅមួយដើម្បីលុបឬក៏ដូចថាលាងឈ្មោះគេអាសោចរបស់កម្ពុជាលើឆាកអន្តរជាតិកុំឲ្យគេហៅយើងថា Scambodia ដូច Wall Street Journal គេសរសេរទោះក្នុងវងកញ្ចក់ក្នុងអភន្តរអីក៏ដោយហ្នឹងកុំឲ្យយើងជាប់ឈ្មោះព្រោះអីកុំទៅរករឿងគេហៅឈ្មោះយើងជាប្រទេសឆោបបោកអីហ្នឹងកុំហៅកុំរករឿងគេអីតែយើងត្រូវរករឿងជួយឲ្យតុលាការកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតដើម្បីស្ដារមុខមាត់កិត្តិយសជាតិយើងឡើងវិញទី1ស្ដារឲ្យមន្ត្រីដែលជាប់ឈ្មោះអាក្រក់ទាំងអស់ហ្នឹងរួចខ្លួនដែរខ្ញុំមិនមែនចង់និយាយថាកាន់ជើងខាងអង្គការហ្នឹងទាំងអស់មិនមែនបានចង់ឲ្យពួកគាត់រួចខ្លួនមិនមែនទេការស៊ើបអង្កេតគឺជាការរកយុត្តិធម៌ទាំងអស់ទាំងដោះស្រាយបញ្ហាមន្ទិលអីអញ្ចឹងទៅពួកគាត់បានយុត្តិធម៌ជាតិក៏បានយុត្តិធម៌យើងឡើងខ្លាយទៅជា Scambodia ដូចជាគេចោទប្រកាន់ទៀតហើយបាទឥឡូវនេះគឺខ្ញុំក៏នៅតាមដានតទៅទៀតបងប្អូនគាត់ថាជាប្រសាសន៍របស់លោកកុកអាននៅក្នុងការដោះស្រាយដោះសារឬក៏យ៉ាងម៉េចនោះឥឡូវ